เรื่องเพลงลูกตาดมบองกระยุงកាលពីព្រេងណៃក្នុងរាជព្រះបាទចក្រភពមានបុរសម្នាក់ឈ្មោះណៃណៃគាត់គឺជាអ្នកបម្រើដែលមានតួនាទីមើលថែរក្សាដំរីរបស់ព្រះរាជាណៃណៃជាមនុស្សឧស្សាហ៍ព្យាយាមប៉ុន្តែមានជីវភាពសាមញ្ញធម្មតាថ្ងៃមួយណៃណៃបានទៅខ្វល់ដំរីនៅក្នុងព្រៃឆ្ងាយពេលដល់ម៉ោងបាយគាត់ក៏ដាំបាយនៅក្នុងឆ្នាំងដីធំមួយលុះពេលបាយពុះគាត់រកវែកមិនឃើញសោះទើបគាត់កាច់មែកឈើមួយដើមនៅក្បែរនោះយកមកធ្វើជាវែកគោបាយមែកឈើនោះគឺជាមែកឈើក្រញួងចម្លែកណាស់ដោយសារកម្ដៅបាយនិងជាតិឈើក្រញួងបាយពណ៌សក៏ប្រែពណ៌ទៅជាខ្មៅដោយក្តីឃ្លានខ្លាំងណៃណៃក៏សម្រេចចិត្តហូបបាយពណ៌ខ្មៅនោះរហូតអស់ពីឆ្នាំងគ្រាន់តែហូបរួចភ្លាមរឿងអស្ចារ្យក៏កើតឡើងណៃណៃមានអារម្មណ៍ថាខ្លួនគាត់មានកម្លាំងខ្លាំងក្លាខុសពីធម្មតាអាចលោតបានឆ្ងាយនិងមានស្បែកស្វិតរឹងមាំដូចដែកគាត់បានសាកល្បងយកមែកឈើក្រញួងនោះមកកាន់ហើយក្រវីវាហាក់ដូចជាមានអានុភាពខ្លាំងពូកែចាប់ពីពេលនោះមកគេហៅគាត់ថាដំបងក្រញួងដោយសារមានកម្លាំងនិងឫទ្ធិអំណាចខ្លាំងដំបងក្រញួងក៏កើតចិត្តចង់ឡើងធ្វើធំគាត់បានចូលទៅក្នុងព្រះបរមរាជវាំងធ្វើគុតព្រះមហាក្សត្រនិងប្រកាសខ្លួនឡើងសោយរាជ្យជំនួសគាត់បានគ្រប់គ្រងនគរអស់រយៈពេលជាង7ឆ្នាំដោយមានដំបងក្រញួងជាអាវុធស័ក្តិសិទ្ធិជាប់ខ្លួនជានិច្ចទោះបីជាបានធ្វើស្ដេចក៏ដោយគាត់តែងតែភ័យព្រួយមិនយូរបន្តមកទេពញារែកដែលជាអ្នកមានបុណ្យក៏ត្រឡប់មកវិញពេលប្រយុទ្ធគ្នាដំបងក្រញួងបានគប់ដំបងស័ក្តិសិទ្ធិរបស់ខ្លួនសម្ដៅទៅរកពញារែកដើម្បីកម្ចាត់សត្រូវប៉ុន្តែអ្វីដែលនឹកស្មានមិនដល់គឺដំបងនោះមិនបានត្រូវពញារែកទេវាបែរជាហោះរំលងហើយធ្លាក់ទៅបាត់រកមិនឃើញកន្លែងដែលដំបងនោះធ្លាក់បាត់ត្រូវបានអ្នកស្រុកហៅថាបាត់ដំបងដែលคล้ายទៅជាឈ្មោះខេត្តបាត់ដំបងរហូតមកដល់សព្វថ្ងៃនេះបច្ចុប្បន្នរូបសំណាករបស់លោកត្រូវបានគេសាងសង់ឡើងនៅកណ្ដាលក្រុងបាត់ដំបងដើម្បីរំលឹកដល់រឿងព្រេងមួយនេះ